យកកដុងខ្លាញ់មានទំហំ3ខុសគ្នាកាត់គូតវាចេញទាំងអស់ដាក់ប៊ីឈើចុះក្រោមហើយចាក់ស៊ីម៉ងតចូលប្រើកូនកដុងតូចជាងពុំទាំងអស់ហ្នឹងយកទៅដាក់កដាលដើម្បីឲ្យវាមានរុនផើងនៅក្នុងហ្នឹងអញ្ចឹងផើងយើងធ្វើកូនផើងតូចហ្នឹងប៉ុន្តែវាមាន3ទំហំមានតូចមានមធ្យមនិងធំជាងគេក្រោយពីហាលស្ងួតយើងចាប់ផ្ដើមបកកដុងដែលជាពុំនឹងចេញទៅទាំងក្នុងទាំងក្រៅហ្នឹងយើងអាចប្រើភ្លើងដើម្បីដុតកម្លោចអាកដុងខាងក្នុងហ្នឹងដើម្បីងាយស្រួលការបកពុំចេញរួចហើយយើងយកគម្របកង្ហាលដែកហ្នឹងយកមកធ្វើពុំដោយយើងប្រើថង់ប្លាស្ទិកដើម្បីងាយស្រួលក្នុងការបកនៅពេលវាស្ងួតចាក់ស៊ីម៉ងឲ្យពេញហើយយើងយកអាពុំទាំង3ហ្នឹងយកទៅភ្ជាប់គ្នាដាក់ហាលឲ្យស្ងួតរួចប្រើកន្ធន់តូចមួយយកមកចាក់ស៊ីម៉ងចូលគម្របវាក៏អញ្ចឹងដែរចាក់ឲ្យពេញហើយយើងដាក់ថ្មដាក់អីបន្ថែមទៀតទៅដើម្បីឲ្យមាំទុកហាលឲ្យស្ងួតពេលហាលស្ងួតហើយយើងអាចដកពុំចេញរួចយើងយកវាទៅភ្ជាប់គ្នាទាំងអស់ហ្នឹងតែម្ដងទៅដំបូងយើងយកអាកម្របកធន់ហ្នឹងយើងយកមកផ្កាប់ហើយភ្ជាប់ជាមួយនឹងអាខ្លួនកធន់ដែលយើងចាក់ធ្វើពុំហ្នឹងបន្ទាប់មកទៀតដាក់ផ្កាប់ភ្ជាប់គ្នាហើយយើងយកអាផើងចុងក្រោយនេះដែលយើងបង្កើតដំបូងគេហ្នឹងយកមកដាក់ភ្ជាប់ពីលើទៀតអញ្ចឹងកល់លើគ្នាភ្ជាប់ស៊ីម៉ងហើយយើងចាប់ផ្ដើមលាបពណ៌លាបថ្នាំអញ្ចឹងទៅចឹងពណ៌ថ្នាំនេះនៅក្នុងវីដេអូនេះវាគេធ្វើប្រភេទពណ៌ចម្រុះណាចឹងបងប្អូនអាចធ្វើតាមមធ្យោបាយដែលលាបថ្នាំនេះក៏បានឬក៏លាបតាមតម្រូវការឬក៏ចំណូលចិត្តរបស់យើងបានដូចតែគ្នាទេអញ្ចឹងយើងយកមកដាំកូនឈើកូនផ្កាលំអនៅក្នុងសួនសូមបងប្អូនជួយ share វីដេអូនឹងមួយផងទុកធ្វើតាមថ្ងៃក្រោយទៀតអរគុណច្រើនសូមសុខភាពល្អសំណាងល្អសង្ឃឹមថាវីដេអូនឹងផ្ដល់ជាគំនិតដល់បងប្អូនអរគុណ